បាទវិលមកជួបជាមួយនឹង admin នៅតម្រុយបាល់ប្រចាំថ្ងៃពី admin គង់សម្រាប់វីដេអូតម្រុយបាល់ថ្ងៃនេះ admin អត់បានធ្វើការវិភាគអីទេដោយសារចង់មកចែកជូនបងប្អូន3គូសម្រាប់បងប្អូនធ្វើការសម្រេចចិត្តបើសិនជាបងប្អូនចង់តាម admin ណាដោយគូទី1រវាង FC Fulham នឹងជួបជាមួយនឹង Manchester City នៅក្នុងពានរង្វាន់ EFL Cup ឬក៏ Carabao Cup ដែលមានក្រុមហ៊ុនថៃជា sponsor សម្រាប់ក្រុមទាំងពីរបើឲ្យ admin ឆ្លាញ់សូម admin ឆ្លាញ់ណាច្បាស់ណាស់ admin ប្រកាសជាឆ្លាញ់ Manchester City ដដែលទោះបីជាការប្រកួតចុងក្រោយនោះมันអាចឈ្នះគ្រាប់ដាច់តទៅលើក្លឹប Leeds United យ៉ាងណាក៏ដោយចំណែកឯគូទី2រវាង Borussia Dortmund នឹងជួបជាមួយនឹងក្រុមភ្ញៀវ Leverkusen នៅក្នុងពានរង្វាន់ DFB Pokal ច្បាស់ណាស់សម្រាប់គូទាំងពីរទៅជួបគ្នាកាលពីថ្ងៃទី30ខែវិច្ឆិកាកន្លងទៅទេនៅក្នុងផ្ទះរបស់ Leverkusen ដែលកាលនោះ admin ចាំថា Dortmund ដូចជាយកឈ្នះលើ Leverkusen 2-1 ដូច្នេះសម្រាប់យប់នេះត្រឡប់មកលេងនៅក្នុងទឹកដី Signal Iduna Park របស់ Dortmund admin ជឿជាក់ថា Dortmund នឹងឈ្នះលើក្រុមភ្ញៀវជាបន្តគូនេះ admin ស្រឡាញ់ Dortmund ចំណែកឯគូទី3នៅ La Liga រ៉ោនទី19រវាង FC Barcelona នឹងជួបជាមួយនឹងខ្លាឃ្មុំ Atletico Madrid សម្រាប់គុំទាំងពីរបើជួបគ្នារៀងស៊ីសាច់ហត់ឈាមណាស់តែបើលទ្ធផលជោគជ័យនៅពេលជួបគ្នានាពេលកន្លងមកត្រូវទទួលស្គាល់ថា Barcelona ល្អជាងហើយបច្ចុប្បន្ន Barcelona កំពុងតែក្តោបក្តាប់តារាងលេខ1នៅក្នុង La Liga ដូច្នេះហើយចង់មិនចង់ក៏ត្រូវតែយកជ័យជំនះលើ Atletico Madrid ដែរដូច្នេះហើយសម្រាប់គូនេះ admin ក៏សូមផ្ទេរចិត្តផ្ទេរបេះដូងឲ្យទៅលើក្រុមម្ចាស់ផ្ទះ FC Barcelona បញ្ជាក់ណាសម្រាប់3ក្រុមថ្ងៃនេះដែល admin ស្រឡាញ់បងប្អូនអាចយកទៅវិភាគបានគួរតាមឬមិនគួរតាមដោយទី1នោះគឺមាន Manchester City ទី2គឺមានម្ចាស់ផ្ទះ Borussia Dortmund ហើយទី3គឺក្រុមម្ចាស់ផ្ទះ FC Barcelona ហើយបើសិនជាបងប្អូនចង់ចូលក្រុមវិភាគបាល់ច្បាស់ពី admin ក៏ដូចជា teamwork admin អាច join ក្រុម AKFC Sport Team ជាមួយ admin ទាំងអស់គ្នា link នៅក្រោម profile របស់ admin ណាមិនថាក្នុងបណ្ដាញសង្គម TikTok បណ្ដាញសង្គម FB ឬក៏បណ្ដាញសង្គម YT ទេអញ្ចឹងបងប្អូនអាចធ្វើការ join មកជាមួយនឹង admin បានទាំងអស់គ្នាហើយសម្រាប់វីដេអូមួយនេះក៏មានតែប៉ុណ្ណេះដែរចុងក្រោយសូមកុំភ្លេចចុច like share follow admin ម្នាក់មួយផងសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូថ្ងៃស្អែកជាបន្ត